សិក្សាអំពីរូបមន្ត D3 D3 គឺជារូបមន្តបូកតាមលក្ខខណ្ឌច្រើនតាមទិន្នន័យអញ្ចឹង D3 ពាក្យពេញវាគឺ database 3បាទ syntax D3 បើកវងកញ្ចក់ database comma field comma criteria រួចបិទវងកញ្ចក់វិញតោះអញ្ចឹងយើងមើលឧទាហរណ៍ជាក់ស្ដែងអញ្ចឹងទី1យើងត្រូវបង្កើតបាទ sheet មួយទៀតឈ្មោះថា D3 បន្តមកទៀតវាយសំណួរនេះចូលមករួចលំហាត់នេះទិន្នន័យនេះគឺយើងអាច copy មកពី Microsoft Excel នេះបាទរួចយើងវាយ D3 ចូលមកបាទអញ្ចឹងនេះ D3 អញ្ចឹងហើយយើងអូសចុះក្រោមមកបាទអញ្ចឹងលំហាត់ហ្នឹងគឺយើងអាច copy មកពី example នៅក្នុង Excel Hell យើងនេះបាទទិន្នន័យដូចគ្នាសុទ្ធសាធតោះអញ្ចឹងមើលសំណួរទី1ចូលរក profit នៃ tree apple ដែលមាន high ធំជាង10អញ្ចឹងមានទិន្នន័យយើងខាងក្រោមមានប៉ុណ្ណឹងអញ្ចឹងយើងចង់ប្រើរូបមន្ត D 30ហ្នឹងរកទៅលើ profit នេះដែលគិតតែ tree ស្មើ apple ទេហើយមានកម្ពស់បាទធំជាង10ទៀតអញ្ចឹងមានន័យថា2តង់ទី1យើងបូក profit ចំពោះតែ apple ទេហើយ apple ហ្នឹងគឺបូកតាណាមានកម្ពស់ធំជាង10ទៀតតោះអញ្ចឹងទី1ស្មើបាទ D3 បើវងកញ្ចក់យើងស្លេចលើ database គឺបាទតារាងនេះទាំងអស់ comma មកតោះអញ្ចឹងចូលដល់ field ហ្នឹងគឺយើងគិតទៅលើ profit អញ្ចឹងយើងវាយ double apostrophe វាយពាក្យ profit ចូលបិទ double apostrophe មកវិញ comma criteria បាទយើងលក្ខខណ្ឌរបស់យើងនេះគឺយើងយក tree នេះអូមកដល់លេខ10នេះបាទនេះថា tree បាទស្មើ apple ហើយ high វាធំជាង10រួច enter បាទអញ្ចឹងមើលចម្លើយយើងគឺឃើញ180តោះអញ្ចឹងយើងផ្ទៀងផ្ទាត់មើលអញ្ចឹងទី1បាទ tree នេះ high វាធំជាង18 apple high ធំជាង18 ទិន្នផលស្មើ105គឺយើងយក1បាទទី2គឺ apple នេះកម្ពស់វាបាទ14អញ្ចឹងវាធំជាង10អញ្ចឹងវាធំជាង10អញ្ចឹងយើងយកមួយទៀត75ហ្នឹងបាទ apple នេះមួយទៀតកម្ពស់វា8អញ្ចឹងវាតូចជាង10អញ្ចឹងអត់យកទេអញ្ចឹងយើងទិន្នន័យយើងមានតែ2ទេបាទគឺទី1ស្មើ105នេះបូកជាមួយនឹង75 enter មកអញ្ចឹងគឺឃើញ180អញ្ចឹងគឺត្រឹមត្រូវហើយតោះអញ្ចឹងមើលសំណួរទី2ចូលរក profit នៃ tree apple ដែលមាន high ធំជាង10ហើយតូចជាង16អញ្ចឹងមើលលក្ខខណ្ឌយើងបាទទីយើងបូកទៅលើ profit ទេហើយសម្ពោះតែ apple tree ទេដែលមានកម្ពស់វាធំជាង10ហើយកម្ពស់ហ្នឹងតូចជាង16វិញចាំមានចន្លោះពី11រហូតដល់10 15តោះអញ្ចឹងការប្រើប្រាស់ទី1គឺយើងវាស្មើបាទ D3 បើកវងកញ្ចក់ទៅលើ database យើង comma មួយមកគឺយើងបាទវា double apostrophe បាទវា profit បាត់ double apostrophe វិញ comma រួចគឺយើងអូសលក្ខខណ្ឌ tree យើងនេះមកដល់មក high តូចជាង16នេះរួច enter អញ្ចឹងគឺ75បាទអញ្ចឹងយើងមើលក្នុងលក្ខខណ្ឌ apple នេះវាធំជាងបាទ high វាធំជាង16អញ្ចឹងអត់យកទេបាទអញ្ចឹងយកតែ apple នេះ14ត្រូវហើយវាធំជាង10ហើយតូចជាង16ហើយមើល apple នេះ8ក៏អត់យកដែរអញ្ចឹងគឺយើងមានតែលក្ខខណ្ឌមួយគឺ75នេះតែម្ដងតោះអញ្ចឹងយើងមើលរូបមន្តដដែលឡើងគឺយើងក្នុងកន្លែង profit នេះយើងមិនបាច់វាចូលក៏បានដែរយើងអាចមក select បាទលើពាក្យ profit នេះក៏បានដែររួច enter ទៅបាទចម្លើយឃើញដូចគ្នាតោះអញ្ចឹងយើងមើល apple ហ្នឹងបាទយើងសាកកែទិន្នន័យនេះ apple នេះ8អញ្ចឹងវាតូចជាង10អញ្ចឹងវាអត់គណនាឲ្យយើងទេអញ្ចឹងឥឡូវយើងសាកវាយដល់11អញ្ចឹងវាស្មើ120មានន័យថាវាយកមក apple នេះស្មើ14នេះបូកមក apple 11នេះអញ្ចឹង75បូកនឹង45គឺឃើញបាន120នេះតែម្ដង